លោកតាជួយនិយាយអំពីកម្លាំងយោធារបស់ប្រទេសជប៉ុនបានទេជប៉ុនមានកម្លាំងយោធាជប៉ុនមានកម្លាំងយោធាបើសិនជាស្មារតីមធ្យមគិតជាមធ្យមបើនិយាយជាមធ្យមកម្លាំងយោធាជប៉ុនគឺចាត់ទុកថាជាកម្លាំងខ្លាំងណាចាត់ទុកថាជាកម្លាំងខ្លាំងគ្រាន់តែជប៉ុនតាំងពីក្រោយសង្គ្រាមលោកលើកទី2ជាប់ចំណងទៅលើរដ្ឋធម្មនុញ្ញជប៉ុនដោយសារជាប់ចំណងទៅលើរដ្ឋធម្មនុញ្ញជប៉ុនមិនផ្សាយពីកម្លាំងកងទ័ពរបស់ខ្លួនទេណាកងទ័ពដែលគេហៅថាឆ្មាំការពារប្រទេសជប៉ុនក្រោយសង្គ្រាមលោកលើកទី2បានត្រូវតាក់តែងនៅក្នុងរដ្ឋធម្មនុញ្ញឲ្យคล้ายជាកងទ័ពសម្រាប់តែការពារខ្លួនហៅថាឆ្មាំផ្ទះការពារខ្លួនតែប៉ុណ្ណោះជប៉ុនមិនធ្វើកងទ័ពសម្រាប់វាយលុកទេមិនធ្វើកងទ័ពសម្រាប់វាយប្រហារទេអានឹងទ្រឹស្ដីធម្មនុញ្ញភាពណាតាមច្បាប់រដ្ឋធម្មនុញ្ញក៏ប៉ុន្តែការពិតអត់ដូចទេទោះបីប្រកាសថាជាឆ្មាំផ្ទះមែនឆ្មាំប្រទេសមែនក៏ត្រូវតែរៀបចំខ្លួនប្រឈមនឹងគ្រោះថ្នាក់ពលគឺត្រូវប្រឈមនឹងគ្រោះថ្នាក់ដូច្នេះហើយសមត្ថភាពរបស់កងទ័ពជប៉ុនសប្តាហ៍ថ្ងៃកំពុងតែបង្កើនឲ្យលឿនជាងមុនហើយថវិកាលើការចំណាយផ្នែកយោធាឆ្នាំ2025មានទំហំជាទឹកប្រាក់$55,000 លានក៏ប៉ុន្តែបើមើលទឹកប្រាក់$55,000 លាននេះឃើញថាមានចំនួនតិចមិនមែនតិចដូចយើងឃើញទេពីព្រោះកងទ័ពជប៉ុនបានសមាហរណកម្មជាមួយនឹងកម្លាំងអាមេរិកនៅប៉ាស៊ីហ្វិកខ្សែត្រៀមទី1ដែលសមាហរណកម្មកម្លាំងទ័ពជប៉ុនជាមួយនឹងប៉ាស៊ីហ្វិកខ្សែត្រៀមទី1គឺជាមួយនឹងកងទ័ពអាមេរិកជប៉ុនចំណាយប្រមាណជា$5,000 លានបង់ថ្លៃឈ្នួលឲ្យអាមេរិករីឯអាមេរិកដាក់មូលដ្ឋានសឹកទាំងតូចទាំងធំនៅប្រទេសជប៉ុនជាង80កន្លែងអញ្ចឹងបើគិតទៅកម្លាំងទ័ពជប៉ុនតែថវិកា$55,000 លាននេះខ្លាំងហើយតែបើប្រៀបទៅនឹងចិនអីវាខ្លាំងមិនដល់ចិនទេតែដោយសារវាសមាហរណកម្មជាមួយនឹង Indo-Pacific ជាមួយនឹង First Island Chain របស់អាមេរិកប្រសិនបើមានសង្គ្រាមជាមួយចិនគឺជប៉ុនមានសមត្ថភាពគ្រប់គ្រាន់នឹងទប់ចិនបានបើនិយាយឲ្យចំចិនហ៊ានចូលដីជប៉ុនបែកច្រមុះរបស់ជប៉ុនពីព្រោះកងទ័ពជប៉ុនមានបទពិសោធន៍និងចំណេះដឹងខាងច្បាំងខ្លាំងជាងកងទ័ពចិនមានចំនួនច្រើនប៉ុន្តែបើច្បាំងសមុទ្រជប៉ុនវាយបែកច្រមុះនេះបើតាមខ្ញុំគិតណាកងទ័ពជប៉ុនជាប់ខាងកម្លាំងច្បាំងទោះបីជាឆ្មាំប្រទេសមែនតែកងទ័ពជប៉ុនចាត់ទុកថាជា top 10 of the world military បើនិយាយពីកម្លាំងច្បាំងកុំនិយាយពីចំនួនទ័ពកុំនិយាយពីចំនួននាវាកុំនិយាយពីចំនួនយន្តហោះតែនិយាយពីកម្លាំងបាញ់ជាប់លេខក្នុងចំណោមកងទ័ពទាំង10នៃពិភពលោកអញ្ចឹងមិនមែនថាទប់ចិនមិនបានតែឲ្យតែចិនចូលសមុទ្រជប៉ុនគឺបែកច្រមុះបាទនាវាមួយទឹកក៏ដោយនាវាស្អីក៏ដោយឲ្យតែចូលគឺបែកច្រមុះរបស់ជប៉ុនហ្នឹងតាមខ្ញុំយល់ណាតាមខ្ញុំយល់តែខ្ញុំតាមដានមើលបន្ទាប់មកទៀតកងទ័ពជប៉ុនសភាវុធជប៉ុនសិតតែបច្ចេកវិទ្យាខ្ពស់ទាំងអស់អត់មានបច្ចេកវិទ្យាទៀតទេរីឯកងទ័ពចិនរាប់ទាំងអាដាំស្ពៃរាប់ទាំងអាសម្បកប៉ោតផងវាច្រើនជាងជប៉ុនមួយជា10មួយជា15អានឹងរាប់តាំងពីសម្បកប៉ោតហើយបើនិយាយពីមនុស្សវិញរាប់ចំនួនមនុស្សបើសិនជានៅក្នុងទឹកវិញមិនវាយលើគោកទេព្រោះជប៉ុនអត់មានគោកវាយលើទឹកមកគឺផុយជប៉ុនស៊ីចិនផុយនាវាមួយទឹកក៏ជប៉ុនស៊ីចិនផុយដែរព្រោះនាវាមួយទឹកជប៉ុនស្ងាត់ជាងនាវាមួយទឹកចិននាវាមួយទឹកចិនលឺថ្លង់ជាងនាវាមួយទឹកជប៉ុន22ដង
នៅពេលនាវាមួយទឹកជប៉ុនស្ងាត់ជាងនាវាមួយទឹកជប៉ុន22ដងខុសគ្នាតែនាវាមួយទឹកចិនមានមួយចំនួនជានាវាថាមពលនុយក្លេអ៊ែរដែលអាចនៅក្នុងសមុទ្របានយូរតែបើនិយាយពីរឿងស្ងាត់នាវាជប៉ុនចាត់ទុកថាជានាវាស្ងាត់កម្លាំងនាវាបើនិយាយពីនាវាមួយទឹកប្រភេទ diesel និងបាក់តេរីនាវាមួយទឹកជប៉ុនស្ងាត់ជាងនាវាមួយទឹករបស់បារាំងនឹងគឺនិយាយអំពីរលកទឹកដែលគេអាចចាប់បាននៅក្នុងសូណាណាមានភាពស្ងាត់អញ្ចឹងនាវាមួយទឹកចិនមានថ្ងៃមួយនាវាមួយទឹកចិននាវានុយក្លេអ៊ែរណានាវាអត្តនុយក្លេអ៊ែររបស់ចិនណាអាហ្នឹងដូចជា 93A 93A អាហ្នឹងដូចជា 93A ឬក៏ណាទេនាវាមួយទឹកចិនបានចូលមកដល់កោះមួយដែលចិនវាទេមទេថាកោះរបស់វាអាហ្នឹងឈ្មោះសង្កាគូអញ្ចឹងចាស់កោះហ្នឹងក៏ចូលមកកោះហ្នឹងជប៉ុនវាចាប់បានតាវាចាប់បានវាផ្ញើ signal ទៅវាថាចាញ់ពីទឹកវាបើមិនចាញ់វាបាញ់ណាបើមិនចាញ់វាបាញ់នេះវាមួយទឹកចិនបោះសក់ជ្រងចូលមកជិតកោះវាណានេះវាមួយទឹកវាដឹងហើយចំណាយអាចិនអត់ដឹងនេះវាមួយទឹកជប៉ុននៅកន្លែងណាអត់ដឹងតលតាអាក្រសួងការពារប្រទេសជប៉ុនវាប្រាប់ថា your submarine approaching territorial sea of Japan you must withdraw or we have to repel មានន័យថាអ្នកឯងត្រូវតែដកចាញ់ពីដែនទឹករបស់ខ្ញុំបើមិនចឹងខ្ញុំបាញ់នាវាមួយទឹកចិនណានាវិកហើយនឹងកាពីតែននៅក្នុងនាវាមួយទឹកនោះអត់ដឹងថានាវាមួយទឹកជប៉ុននៅណាទេ they don't have a clue where the Japanese sub is but the Japanese sub អត់និយាយជាមួយអានាវាហ្នឹងទេរដ្ឋាភិបាលជប៉ុននិយាយជាមួយប៉េកាំងថាដកចាញ់បើមិនដកទេយើងនឹងត្រូវការពារខ្លួនគឺបាញ់យើងឃើញនាវាអ្នកហើយអាចិនបាសក់ហើយញ៉ៃអីហើយមើលគេអត់ឃើញគេមើលហែងឃើញគេបាញ់ហែងនុយក្លេអ៊ែរមែនប៉ុន្តែគេមានតបពីដោបាញ់បច្ចេកទេសនាវាមួយទឹកជប៉ុនខ្ពស់ហ่าបើប្រៀបធៀបនាវាមួយទឹកជប៉ុននិងនាវាមួយទឹកកូរ៉េបើនិយាយពីរឿងស្ងាត់និយាយពីរឿងstealthiness តែបច្ចេកវិទ្យាខ្មែរយើងប្រែថាបច្ចេកវិទ្យាបំបាំងកាយមិនមែនបាំងកាយទេគឺវាស្ងាត់ the stealthiness ហ្នឹងអា level of stealthiness នៃនាវាមួយទឹក KKS របស់កូរ៉េខាងត្បូងថ្លង់ជាងរបស់ជប៉ុនវាស្ងាត់ជាងរបស់បារាំងស្ងាត់ជាងនាវាមួយទឹកណាហ្នឹងមួយបើនិយាយអំពីបច្ចេកវិទ្យាទូទៅនៃកងទ័ពជប៉ុនគឺខ្ពស់ទំនើបទាំងកងទ័ពជើងគោកទាំងកងទ័ពជើងទឹកទាំងកងទ័ពជើងអាកាសណាចំនួនកងទ័ពជប៉ុនវា 250000 នាក់ 250000 នាក់កងទ័ពណាដែលគេចាត់ទុកថា professional គឺជំនាញណាហើយកងទ័ពត្រៀមគេហៅទាហានបំរុងហ្នឹងវា 56000 នាក់ 250000 នាក់កងទ័ពសកម្មចំណាយកងទ័ពបំរុងវា 56000 នាក់ហើយបើនិយាយពីកម្លាំងបាញ់គឺជប៉ុនជាប់ក្នុងលេខ 7 នៃ10ប្រទេសក្នុងពិភពលោកកម្លាំងបាញ់ចង់និយាយពីកម្លាំងដែលបាញ់បើគេវាស់តាមតារាងការ៉េនៃការបាញ់ជប៉ុនជាប់លេខ 7 នៅក្នុងចំណោមប្រទេស10ក្នុងពិភពលោកណាហើយកងទ័ពជប៉ុនដែលខ្លាំងជាងគេគឺកងទ័ពជើងទឹកនិងកងទ័ពអាកាសទាំង3ហ្នឹងកងទ័ពជើងគោកមិនសូវខ្លាំងប្រហែលទេណានេះគឺជាអ្វីកងទ័ពជើងគោករបស់ជប៉ុនមាន150,000 នាក់ណា150,000 នាក់នេះកងទ័ពជើងគោកភាគច្រើនជា amphibious forces ស្អីទៅហៅថា amphibious forces គឺដោយសារជប៉ុនវាសម្បូរកោះកងទ័ពជើងគោកវាជា marine ទេគេហៅ army ប៉ុន្តែវាជា marine ហ្នឹងស្អីគឺវាចេះហែលទឹកវាចេះពាក់អុកស៊ីហ្សែនវាចេះប្រើកាណូតប្រើទូកប្រើនាវានិងវាចេះច្បាំងបុកច្រាំងវាមិនមែនជាកងទ័ពជើងគោកដូចយើងធម្មតាទេវាជា marine ទេ
ប៉ុន្តែគេហៅវាថាជា army មានចំនួនណាមានចំនួន15000 នាក់ណាមានចំនួនខ្ញុំសុំទោសចំនួនកងទ័ពទាំងអស់វាមាន 250,000 នាក់ 250,000 នាក់តែចំនួននៃកងទ័ពជើងគោកគេអត់ដឹងច្បាស់ទេគ្រាន់តែដឹងថាសេនាធិការនៃកងទ័ពជើងគោកទេ15,000 នាក់ហ្នឹងសេនាធិការកងទ័ពជើងគោកទេគេអត់ដាក់ព័ត៌មានអាប់ដេតនៅឡើយទេគ្រាន់តែវាជាប្រភេទ amphibious គឺវាប្រភេទ marine វាវាយបុកច្រាំងវាចេះប្រើទូកប្រើកាណូតវាចេះហៅទឹកវាចេះពាក់អូស្មန်ហៅទឹកនឹងកងទ័ពមួយចំនួននៅលើគោកហ្នឹងគឺជំនាញខាង cyber electronic warfare គឺសង្គ្រាម electronic cyber រីឯប្រដាប់អាវុធរបស់វាបើនិយាយពីរថក្រោះវិញគឺជារថក្រោះប្រភេទស្រាលតែផលិតនៅជប៉ុនបច្ចេកវិទ្យាចាត់ទុកថាខ្ពស់បំផុតដែលជប៉ុនមាន500គ្រឿងទេព្រោះដីជប៉ុនមានដីកោះណាចំណែកឯកងក្រវ៉ែលនិងកងចល័តរបស់ជប៉ុនគឺប្រើរថពាសដែកណាប្រើរថពាសដែកហើយនឹងប្រើនៅយន្តហោះChinook យន្តហោះអាមេរិកដង្ហើរ2ណា Chinook ឧទ្ធម្ភាគចក្រដង្ហើរ2ណាខ្ញុំហៅជាជីងណាគឺប្រើសិតតែ Chinook សម្រាប់កងទ័ពជើងគោកចំណែកកំជ្រួចវិញគឺជប៉ុនផលិតដោយខ្លួនឯងមានកំជ្រួចពីដែនគោកបាញ់ទៅលើអាកាសនិងពីដែនគោកបាញ់ទៅលើទឹកដែលជប៉ុនផលិតខ្លួនឯងរួមទាំងជប៉ុនបានទិញTomahawk ពីសហរដ្ឋអាមេរិករាប់រយដើមបានសេចក្តីថានាវាចិនមិនអាចចូលដែនសមុទ្រជប៉ុនបានងាយទេមកលិចហើយបាញ់លិចបាទចំណែកឯកម្លាំងទ័ពអាកាសរបស់ជប៉ុនប្រើChinook ហ្នឹងណាគេហៅ CH-47 ហើយនឹងប្រើយន្តហោះម្យ៉ាងទៀតអានោះថ្លៃទិញពីអាមេរិកគេហៅ V-22 Osprey គឺជាយន្តហោះដង្ហើរ2ដែលពេលវាហោះឡើងវាផ្ងើយវាផ្ងើយដង្ហើរវាហោះឡើងត្រង់ទៅហើយវាបត់ដង្ហើរវាមកវាហោះត្រង់ទៅមុខអាហ្នឹងគឺជា V-22 Osprey យន្តហោះអមប្រទេសដីអាមេរិកណានឹងជប៉ុនប្រើសិទ្ធិធនហ្នឹងបាទជប៉ុនប្រើសិទ្ធិធនហ្នឹងចំណែកឯនាវាចម្បាំងរបស់ជប៉ុនវិញគឺជាទំនើបបំផុតគេហៅអាកុងហ្គោខ្លះម៉ាយ៉ាខ្លះរបស់ជប៉ុនហ្នឹងគឺជានាវាពិឃាតដែលប្រដាប់ទៅដោយ Aegis system ស្អីទៅ Aegis system គឺជាកាភ្លើងយន្តមួយយ៉ាងដែលបាញ់រាប់ពាន់គ្រាប់ក្នុង1នាទីហើយរ៉ាដារបស់ជប៉ុនផលិតខ្លួនឯងរ៉ាដាទំនើបជាប់លេខអាមេរិករីឯនាវាមួយទឹកណាជប៉ុនប្រើថៃគិ class ហើយនឹងសក់រយូ class សក់រយូហើយនឹងថៃគិនេះគឺជាប់ចំណាត់ថាជានាវាមួយទឹកដែលស្ងាត់ជាងទីបំផុតគ្រាន់តែវាអត់មាន nuclear វាប្រើ diesel electric ណាហើយpropulsion វាផ្លាប់ចាក់វាហ្នឹងគឺប្រើ air independent propulsion គេហៅ AIP គឺជាប្រភេទផ្លាប់ចាក់ដែលពេលវាវិលអត់លឺសូរទេអ្នកស្ដាប់សូណាអត់លឺសូរផ្លាប់ចាក់ទេណាអានោះអញ្ចឹងគ្រាន់តែវាជា non nuclear ទេរីឯនាវាចម្បាំងឈ្មោះ Mogami class គឺជានាវាចម្បាំងប្រភេទធំដែលប្រដាប់ទៅដោយឥឡូវហ្នឹងជប៉ុនគេបំពាក់ laser កាំរស្មីបន្ទាប់មកទៀតជប៉ុនប្រកាសខ្លួនឯងថាខ្លួនគ្មាននាវាផ្ទុកយន្តហោះទេក៏ប៉ុន្តែការពិតជប៉ុនមាននាវាផ្ទុកយន្តហោះ3ជប៉ុនអត់ប្រកាសខ្លួនថាអត់មាននាវាផ្ទុកយន្តហោះទេណាអូខេជប៉ុនណានិយាយថាខ្លួនមាននាវាផ្ទុកយន្តហោះទេតែជាការពិតជប៉ុនមាននាវាផ្ទុកយន្តហោះ3គ្រឿងពេលនាវាហ្នឹងផលិតចេញមកគេថានាវាហ្នឹងជានាវាដឹកទ័ពទេណា
គេថាវាជានាវាដឹកទ័ពទេណាmovie អត់មានទេអានាវាលងទឹកហ្នឹងនាវាលងទឹកផលិតដោយក្រុមហ៊ុនហ៊ុនសែនក្រុមហ៊ុនហ៊ុនសែននាវាលងទឹកហ៊ុនសែនគាត់ផលិតនាវា2យ៉ាងនាវាមួយនាវាលងទឹកនាវាមួយទៀតនាវាឆ្លក់ទឹកអូខេនាវាហ្នឹងសម្រាប់ដឹកខ្សាច់វាមិនដែលមានអាណាផលិតនាវាលងទឹកអ្ហ្មងទេកូនហើយចូលភាសាខ្មែរកូនឯងចៅឯងឥឡូវក៏ល្អមែនវាមានអានាវាលងទឹកទៀតនាវាលងទឹកមានន័យថាបើចៅឯងចង់ផលិតនាវាលងទឹកស្រួលទិញតែធុងសាំងមួយទៅឯងនៅអង្គុយក្នុងធុងសាំងហ្នឹងឲ្យគេប្រមៀលចុះលបងស្ពានគីហ្សូណានៅខេត្តកំពង់ចាមទៅជួបអានាវាលងទឹកហ្នឹងណាអញ្ចឹងនាវាផ្ទុកយន្តហោះរបស់ជប៉ុនគឺជានាវាពហុបំណងណាគឺជានាវាពហុបំណងដែលគេហៅថា Izumo class ណាដែលប្រដាប់ដោយឧទ្ធម្ភាគចក្រនិង F35 ណា F35 ដែលមាន3គ្រឿងសប្តាហ៍នេះមាន3គ្រឿងអូខេមាន3គ្រឿងអញ្ចឹងកងទ័ពជប៉ុនបើចិនចូលក្នុងដែនទឹកជប៉ុនគឺវាយបែកច្រមុះវាយបែកច្រមុះដាក់មកបែកច្រមុះឡើងនាវាមួយទឹកចិនអត់អាចរត់រួចពីកំជ្រួចតបពីដោរបស់នាវាជប៉ុនទេអត់ទេហើយបើនិយាយពីនាវិកនិងការពិសោធន៍ថ្មីទៅបាត់តែនាវាមួយទឹកជប៉ុនថ្មីបាត់តែនាវាមួយទឹកជប៉ុនជា diesel electric មែនប៉ុន្តែនាវាមួយទឹកជប៉ុនមានបទពិសោធន៍ក្នុងដំណើរសមុទ្រច្រើនជាងនាវាមួយទឹកចិននាវិកចិនអត់មានពិសោធន៍ទេអត់មានពិសោធន៍ទេណាអត់មានពិសោធន៍ទេណានាវាមួយទឹកចិនអត់មានពិសោធន៍ទេចិនមាននាវាមួយទឹកច្រើនប៉ុន្តែអត់មានពិសោធន៍ដូចជប៉ុនទេពីព្រោះអីពីព្រោះចិនវាជា coastal state សមុទ្រវារាក់ហើយការធ្វើដំណើរឆ្ងាយមិនសូវមានពិសោធន៍ដូចជប៉ុនទេជប៉ុនវាទឹកជ្រៅហើយវាច្រើនមកខាងកើតតៃវ៉ាន់វាតែងតែមកវាមកដេកចាំនៅនឹងគ្រាន់តែនាវាមួយទឹកវាអត់មានថាមពលនុយក្លេអ៊ែរតែប៉ុណ្្នឹងទេណាបើកូរ៉េជប៉ុនប៉ះគ្នាមែនអាចប៉ះពាល់ដល់កូរ៉េទេអាចពីព្រោះវានៅជិតគ្នាបាទឥឡូវឆ្លោះគ្នាខ្លាំងចាំមើលខ្ញុំយករឿងហ្នឹងមកនិយាយប្រាប់ណាឆ្លោះគ្នាខ្លាំងប៉ុន្តែចិនវាមិនហ៊ានវាយសាក់មើលត្រូវលើបែកច្រមុះលើណាបែកច្រមុះលើអញ្ចឹង